រៀនអត់ធ្មត់បន្តិចទៅអ្នកនឹងអាចលុបលាងការប្រមាថដ៏ធំមួយនេះបាននៅថ្ងៃណាមួយគ្រូល្អត្រូវគេគោរពម្ចាស់មិនល្អមិនគួរបម្រើគេនោះទេគេអាចនឹងសោកចំអកឲ្យអ្នកនៅពេលនេះប៉ុន្តែពួកគេនឹងយំវិញនៅពេលដែលអ្នកទទួលបានជោគជ័យអំណាចរបស់អ្នកគឺស្ថិតនៅក្នុងចិត្តអ្នកខ្លួនឯងមិនមែនស្ថិតនៅលើមាត់អ្នកដទៃនោះទេអ្នកគួរតែសរសើរខ្លួនឯងថាអ្នករឹងមាំនៅពេលមានគេមើលងាយអ្នកហើយអ្នកនៅតែអាចលើកទឹកចិត្តខ្លួនឯងបានដោយស្ងាត់ស្ងាត់អំណត់គឺជាអំណាចបើអ្នកអាចទ្រាំការប្រមាថបានប៉ុណ្ណាអ្នកនឹងខ្លាំងប៉ុណ្ណឹងគុំជុំដើម្បីឲ្យគេអាណិតអ្នកតែទៅធ្វើឲ្យគេស្គាល់ពីតម្លៃរបស់អ្នកនៅថ្ងៃនេះវិញភាពជោគជ័យត្រូវឆ្លងកាត់ការលំបាកច្រើនឆ្លងកាត់ការប្រមាថមើលងាយច្រើនតែបើអ្នកអាចទ្រាំបានអ្នកគឺជាអ្នកឈ្នះពិតប្រាកដយើងគួរតែចេះអត់ធ្មត់រៀនទ្រាំនឹងការប្រមាថតែក៏មិនគួរឲ្យគេមកជិះជាន់លើគំនិតអ្នកឡើយស្គាល់ពីការប្រមាថស្មើនឹងទទួលបានភាពជោគជ័យធំបានតែកណ្ដាលហើយជីវិតត្រូវចេះរីករាយនៅក្នុងពេលជួបការលំបាកក្នុងជីវិតអ្នកត្រូវចេះទុកផ្លូវក្រោយរស់មួយឲ្យខ្លួនឯងកុំជឿលើពាក្យសម្ដីរបស់អ្នកដទៃច្រើនពេកតែត្រូវជឿលើភ្នែកខ្លួនឯងឲ្យបានច្រើនបើឱកាសមិនទាន់មកដល់អ្នកត្រូវជាលក្ខសមត្ថភាពខ្លះកុំបង្ហាញវាច្រើនពេកកុំសប្បាយពីខ្លួនដូចជាសត្វអីនៅពេលសត្វអីកំពុងតែសប្បាយពីខ្លួនវាមិនដឹងថាមានសត្វកណ្ដូបកំពុងរង់ចាំសម្រាប់វានោះទេ